ដែលសម្ដេចទាំងទ្វេផ្ដល់បាទកិត្តិយសបាទជាមួយនឹងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់បាទដែលកំពុងតាមដានទស្សនានៅបាទក្នុងកីឡាដ្ឋានក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងតាមដានទស្សនានៅបាទក្នុងប្រទេសកម្ពុជាទាំងនៅលើកញ្ចក់ទូរទស្សន៍បាទទាំងការបញ្ចាំង slide LED នៅតាមបណ្ដាខេត្តនានាផងដែរបាទអញ្ចឹងបងប្អូនមកចូលរួមស្រែកហូទាំងអស់គ្នានៅពេលដែលកម្មវិធីរបស់យើងចាប់ផ្ដើមដើម្បីបង្ហាញអំពីភាពតិចទៀតនេះផងដែរហើយក្រៅពីនេះលោកអ្នកនឹងបានឃើញនៅក្បួនបាទប្រតិភូកីឡាករកីឡាការិនីទាំង11ប្រទេសដែលនឹងធ្វើការបង្ហាញខ្លួននៅបាទក្នុងភូកីឡាដ្ឋានជាតិមរតកដីជោគតតែម្ដងលោកស្រីគណៈអធិបតីភៀវកិត្តិយសជាតិនិងអន្តរជាតិជាទីគោរពនិងជាទីមេត្រីនេះគឺជាពិធីដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាអមដោយកុមារ64នាក់តំណាងគ្រប់ជនជាតិអត្ថន័យនៃកុមារទាំង64នាក់ដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានេះសំដៅលើរយៈពេល64ឆ្នាំដែលកម្ពុជារងចាំក្នុងការធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32បង្កើតជាប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជាកាន់តែមានកិត្តិស័ព្ទល្បីល្បាញ The meaning of the 64 children parading Cambodia's flag refers to the 64 years of Cambodia expecting to be the host of the 32nd Southeast Asian Games, creating a memorable history for the Kingdom of Cambodia to be recognized by the world.
ចឯកឧត្តមលោកជំទាវលោកស្រីគណៈអធិបតីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាទីគោរពយើងខ្ញុំសូមគោរពអញ្ជើញក្រោកឈរឡើងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា Ladies and gentlemen, please rise for the national anthem of the Kingdom of Cambodia.